តទាំងអស់គ្នាវិលមកតាមសន្យាដែលខ្ញុំប្រាប់ទាំងអស់គ្នាកាលពីវីដេអូមុនហ្នឹងមែនទេអញ្ចឹងវីដេអូនេះខ្ញុំនឹងប្រាប់អំពី circuit ឬក៏ដំណើរការតាក់ទងទៅនឹង ATS ហើយមែនតើខ្ញុំជឿថាទាំងអស់គ្នាប្រកាសជាធ្លាប់ស្គាល់ច្រើនទេតាក់ទងទៅនឹងប្រព័ន្ធ ATL ហើយខ្ញុំជឿថាអ្នកខ្លះក៏កំពុងតែធ្វើវាដែរហើយបើសិនជាមានការបញ្យល់លឺលួសឬក៏ខ្វះខាតនេះជុំមកសូមអធិស្ឋានសម្រាប់ខ្ញុំផងជាមុនគ្រាន់តែនេះខ្ញុំនិយាយអំពីអ្វីដែលខ្ញុំចេះឬក៏អ្វីដែលខ្ញុំយល់ទេមែនទេបាទឥឡូវខ្ញុំឲ្យខាត់ពេលទាំងអស់គ្នាយូរទីចូលទៅកាន់ circuit របស់យើងតែម្ដងទៅដូចជាវីដេអូមុនដែរខ្ញុំអត់ធ្វើការគូសវាឡើងម្ដងទៀតទេដោយសារតែយើងត្រូវការចាយពេលយូរហើយសម្រាប់ការ circuit ហ្នឹងបើសិនជាបងប្អូនទាំងអស់គ្នាចង់ទៅយកឬក៏ចង់ទៅ save បងប្អូនទាំងអស់គ្នាអាចចូលទៅក្នុងក្រុម Telegram របស់ខ្ញុំបានដែលមានឈ្មោះថាឯកទេសអគ្គិសនីឬក៏ Electrical Design Specialist នៅនេះខ្ញុំមានដាក់តាក់ទងទៅនឹង circuit ចំនួន2ឬក៏ច្រើនជាងហ្នឹងហើយយើងចូលរួម join ទៅណាវាអត់មានខាតអីទេបាទហ្នឹងហើយខ្ញុំចែកចម្លែកដឹងច្រើននៅក្នុងនេះខ្ញុំចែកចម្លែកច្រើននៅក្នុងនេះណាហើយខ្ញុំបង្កើតដូចជា2ឆ្នាំ3ឆ្នាំហើយណាក្រុម Telegram ហ្នឹងហើយសម្រាប់វីដេអូតាក់ទងទៅនឹងការគូសរបស់វានេះបើសិនជាបងប្អូនទាំងអស់គ្នាចង់ចេះទៀតគឺទៅមើលនៅក្នុង YouTube ណាវាអាចព្រោះរកជាងនៅក្នុង Facebook ហើយព្រោះ YouTube វាងាយស្រួល search ជាង Facebook មែនទេវីដេអូអញ្ចឹងហើយសម្រាប់ channel របស់ខ្ញុំគឺមានឈ្មោះថា Electrical Design Specialist ទីមួយទៀតបើសិនជាបងប្អូនទាំងអស់គ្នាណាដែលចង់មានដំណងចង់សិក្សា Design MEP ទាំងនេះអាចតាក់ទងមកកាន់សាលាឯកទេសអគ្គិសនីបានឬក៏ត្រូវការarchitect ឬក៏ត្រូវការ quote អីគឺ yes ខ្ញុំមាន team ទាំងអស់ដែរបើខាត់ពេលទាំងអស់គ្នាឬក៏សាំញ៉ាំច្រើនណាយើងចូលទៅដល់ការតាក់ទងទៅនឹងការងារតេស្តតាក់ទងទៅនឹងដំណើរការប្រព័ន្ធ ATS ទាំងអស់គ្នាទៅអញ្ចឹងយើងដូចមុនដែរយើងធ្វើការ simulation vision បន្តមកអានេះខ្ញុំឲ្យវា run auto មកបើន័យថាយើងអត់ចុចទេបើន័យថាដំបូងយើងមិនត្រូវការមានភ្លើង AC ហើយអានេះតែពិតវាជាប់អញ្ចេះអានេះមួយទៅគេបាទអញ្ចឹងអានេះនៅពេលដែលភ្លើងមកយើងត្រូវការរយៈពេលមួយសិនណាដើម្បីឲ្យវា be ready ឬក៏យើងមិនមែនចេះថាមកយើងនេះទេបើន័យថាយើងប្រើ timer សិនបើឲ្យវាភ្ជាប់អានេះយើង load របស់យើងណា load របស់យើងអានេះគឺ circuit ណា circuit បជាណាទាំងអស់គ្នាអាចមើលទៅហើយមានអីទេវាដូចតែវីដេអូមុនដែរហ្នឹងបើន័យថាវាមានតែជើង timer ហើយនឹងជើង contactor ហ្នឹងបិទបើកណា NO NC ចំហហ្នឹងអញ្ចឹងយើងត្រូវយល់អំពីជើងពីរនេះទៅយើងអត់ចាំបាច់យល់ច្រើននេះជើង T timer 01និង K01 ណាយើងយល់តែជើងពីរហ្នឹងទៅគឺយើងអាចតទៅយើង yes បើន័យថាយើងយល់ណាយើងតយ៉ាងម៉េចយើងបើន័យថាយើង lock ជើងនឹងវាមិនអីមិនមែនទេបាទហើយតោះនេះបើថាអត់ច្បាស់ទេយើងមានកម្មវិធីនេះយើង test visual បើន័យថានេះវាជាកម្មវិធី test មួយដែលស្រួលសម្រាប់យើងមែនទេអញ្ចឹងនៅពេលដែលភ្លើងរត់មកគឺមិនគឺបើន័យថាខ្ញុំ set រយៈពេលមួយដើម្បីឲ្យនេះអញ្ចឹងណា set រយៈពេលមួយដើម្បីឲ្យវាដំណើរការអញ្ចឹងទៅណាដល់ពេលដែលយើង set អានឹងចប់ណា timer វាចប់អញ្ចឹងនេះ T01 នេះជើង NO នេះវានឹងវាយនៅពេលដែលនេះចប់បាទវានឹងវាយជាប់ប៉ុន្តែវាជាប់តែមួយផ្លែទេអញ្ចឹងនៅពេលដែលជាប់ដូចគ្នាដែរណាអានេះវានឹងមានភ្លើងនៅពេលដែលមានភ្លើងអានេះជើងវាបដូរហើយ NO ទៅជា NC វិញហើយណានេះអញ្ចឹងបើសិនជាយើងចង់បើកអានេះបើកមិនណាទីហោអញ្ចឹងណាបើកមិនបិទមិនក៏វាអត់មានដំណើរការដែរឃើញទេដោយសារអីខ្ញុំប្រើជើងកុងតាក់ទ័រ01ផ្ដាច់វាបាត់ហ្នឹងអញ្ចឹងយើងអាចហ្នឹងហើយអូខេយើងប្រើផ្ដាច់វាបាត់ហ្នឹងអញ្ចឹងវាអត់មានបញ្ហាទេតែនេះខ្ញុំប្រើកុងតាក់ទ័រ01ផ្ដាច់ដែរដោយសារអីខ្ញុំអត់ចង់ឲ្យវារ៉ាន់រហូតទេណាខ្ញុំចង់ឲ្យវាសម្រាកអញ្ចឹងខ្ញុំឲ្យកុងតាក់ទ័រវារ៉ាន់វិញមែនទេបងប្អូននេះសូមបញ្យល់អាហ្នឹងណាបាទហ្នឹងខ្ញុំ yes ថាបងប្អូនប្រហែលជាយល់ច្រើនទេហ្នឹងណាចឹងបើសិនទៅដកជើងកុងតាក់ទ័រចេញអានេះក៏វានៅដំណើរការបើន័យថាវាដំណើរការតែលេខអានេះវាអត់ដើរទេថាមើលប៉ុន្តែដោយសារវាមានភ្លើងចំនៅក្នុងខហ្នឹងរហូតជើងខហ្នឹងណាហើយដល់ពេល T01 នេះក៏វានៅជាប់ដែរដោយសារអានេះវានៅមានភ្លើងបើន័យថាវាអត់មានផ្ដាច់អានេះផ្ដាច់
ចឹងបើសិនជានៅក្នុងលក្ខខណ្ឌនេះដាច់ទីហោបាទដាច់អានេះវាក៏ខ្ញុំប្រើ timer ដែរណាវាអូតូហ្មងបាទអូតូនេះចឹងបើដាច់ទៅអានេះវាអូតូកប់សិនណា skip សិនវាទុករយៈពេលចន្លោះពេលមួយដើម្បីឲ្យម៉ាស៊ីនភ្លើងដំណើរការណាចឹងនេះខ្ញុំភ្ជាប់វិញមកណាហើយភ្ជាប់ក៏អត់មានជាបញ្ហាដែរនេះហើយព្រោះនេះវាផ្ដាច់អីខ្ញុំដាក់យូរតិចណាដល់ដូចជា5វិនាទីណាដើរលើហើយចាំតិចចឹងនេះមិនដឹងថាយើងប្រើជើងផ្ដាច់គ្នាទៅវិញទៅមកទេទាំងនេះណាចឹងនេះនៅពេលដែលវាដើរទៅវាមិនបាទបើន័យថាវាវាយជើងនេះដូចតែនៅអានឹងនេះទេយើងបើន័យថាយើងច្រឡំស៊ីគ្វីគ្នាដំណើរការវាដូចតែគ្នាទេណាវាមានរយៈពេលមួយដើម្បីឲ្យម៉ាស៊ីនភ្លើងហ្នឹងត្រូវការបញ្ចេញម៉ាស៊ីនភ្លើងណា3វិនាទីឬក៏5វិនាទីអញ្ចឹងវានឹងដើរការអូតូឯងខាងនេះម្ដងខាង ODC ម្ដងអញ្ចឹងអានេះវាអត់ទោះបីជាភ្លើងមកទីស្រ័យទោះបីយើងបិទបើមិនក៏វាមិនប៉ះពាល់អីដែរដោយសារអីខ្ញុំផ្ដាច់ដល់2នេះ K0 Contactor 02ណាជើងជាប់ហើយនឹងផ្ដាច់ទាំងពីរនេះផ្ដាច់ទាំងhammer ហើយនឹងផ្ដាច់នៅមុខ relay coil នេះទីស្រ័យ Contactor 01 coil នេះណាអញ្ចឹងនេះដូចគ្នាដែរខ្ញុំផ្ដាច់ដូចគ្នាដែរកុំឲ្យ hammer នេះគាត់ធ្វើការហត់ពេកណាធ្វើការតិចបានទេណាបាទកុំឲ្យវែងឆ្ងាយអីមែនទេបងប្អូនអញ្ចឹងបើសិនជាលក្ខខណ្ឌភ្លើងរត់មកវិញអានេះទីហោថា disjunction យើងភ្ជាប់ដដែលណាទីហោនេះវាភ្លើងរត់មកវិញយើងផ្ដាច់អូតូយើងមាននេះណាអានេះដាច់ទីហោខ្ញុំប្លុតអានេះទៅអញ្ចឹងនេះវាអូតូរាប់ count អូតូខ្លួនឯងខ្ញុំសូមបញ្យល់អាហ្នឹងណាបាទអញ្ចឹងវាអូតូទៅនៅពេលទៅដល់ម៉ោងកំណត់អានេះវាវាយហើយជាNC ណាជើងជាប់វិញហើយវាលោតចេញមកវិញឯណាយើងលោតចេញមកវិញយើងអត់ខ្វល់ទេស្អីវាយជាប់ទៅអាភ្លើងខយមានភ្លើងចំនេះContactor 01នេះហើយចឹងអានេះជើងមិនវាឡុកជាប់ហើយនឹងឡុកជាប់ភ្លើងវាមកតាមនេះវិញចឹងអានេះវានៅមានវត្តមានភ្លើងរហូតចឹងណាអត់ឃើញដល់នេះ yes ខ្ញុំគាត់ថាគួរតែ share ដល់គ្នាណាបើមិន share ទេអស់ល្អនឹងគ្នានិស្សិតអគ្គិសនីឬក៏វិស្វករអគ្គិសនីហ្នឹងមិនដឹងថាម៉េចទេខ្ញុំគាត់ថាវីដេអូនេះវាមានប្រយោជន៍មែនទែនទាំងអស់គ្នាបាទហើយកម្មវិធីនេះគឺឈ្មោះកម្មវិធីថា Catsimo បងនេះអាចទៅ download នៅក្នុងក្រប Telegram ខ្ញុំទៀតក៏បានដែរណាហើយកម្មវិធីនេះមែនទែនវា update ហើយប៉ុន្តែ update ហ្នឹងវាអានេះនៅរក្សាដដែលទេណាវា update វាគ្រាន់តែបន្ថែម 2D និង 3D ទេហើយអា 2D និង 3D ហ្នឹងវាដូចតែគ្នាទេហើយខ្ញុំគិតថាអានេះវាខ្វៀងចេះវាខ្ញុំគិតថាវាស្រួលគូជាងណាបាទហើយបើសិនជាទៅដល់ក្នុង Google ក៏បានដែរវាមាន update តែដូចជា time 2D និង 3D ហ្នឹងវាដូចតែគ្នាទេគាត់វាមានរូបភាពពិតប៉ុន្តែអានោះវាខ្ញុំគិតថាវាធំពេកណាខ្ញុំធ្លាប់យកមកគូដែរតែខ្ញុំគិតថាវាធំរូបភាពវាធំពេក motor មិនប៉ុណ្ណឹង motor ចង់ប៉ុណ្ណេះនេះអញ្ចឹងយើងប្រើរបស់ចាស់ទៅណាធម្មតាទៅណាវាមិនអីទេណាអរគុណច្រើនដល់គ្នាណាហើយ yes សូមតាទាំងអស់គ្នានឹងយល់ហើយកុំភ្លេចជួយ share ហងជួបគ្នានៅវីដេអូក្រោយទៀតណាហើយជាចំណេះដឹងថ្មីបន្តទៀតអរគុណច្រើន